មន្ត្រីជំនាញសុខាភិបាលចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាពដឹកនាំដោយលោកពជាបណ្ឌិតខូអៀងអ៊ូអនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានចុះពិនិត្យនិងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន6ចំណុះឲ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពើលូននៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងរួមមានមណ្ឌលសុខភាពបួរកំរៀងពេជ្រចិន្តាតាក្រីរស្មីសាមគ្គីនិងមណ្ឌលសុខភាពត្រាំងចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែមិនិនាឆ្នាំ2025ក្នុងដំណើរចូលពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្តនិងពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលផ្ដោតសំខាន់លើ3ផ្នែករួមមានផ្នែកទី1ការងារដឹកនាំគ្រប់គ្រងផ្នែកទី2ស្តង់ដារមូលដ្ឋានសេវាសុខភាពនិងផ្នែកទី3គុណភាពសេវានៅក្នុងឱកាសនោះលោកវជាបណ្ឌិតខូអៀងអ៊ូអនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។